កងជីវពលនេសាទរបស់ចិនគឺជាឧបករណ៍សម្ងាត់សម្រាប់ការបង្ខិតបង្ខំការបិទផ្លូវនិងសង្គ្រាមចម្រុះដែលផ្ដល់ឲ្យវានូវគុណសម្បត្តិលាក់កំបាំងនៅក្នុងសង្គ្រាមតៃវ៉ាន់ប្រទេសចិនកំពុងពង្រីកវិសាលភាពរបស់ខ្លួនយ៉ាងឆាប់រហ័សនៅទូទាំងតំបន់ Indo-Pacific ដោយដាក់ពង្រាយកងនាវានេសាទស៊ីវិលស្រមោលជាផ្នែកបន្ថែមសម្ងាត់នៃកងកម្លាំងជើងទឹកធំបំផុតរបស់ពិភពលោកតាមរយៈការបំពេញអាវុធដល់ទូកនេសាទរាប់ពាន់គ្រឿងរួមជាមួយកងទ័ពជើងទឹកចិនហៅកាត់ថា Plan និងឆ្មាំឆ្នេរសមុទ្រហៅកាត់ថា CCG ទីក្រុងប៉េកាំងបានបង្កើតយុទ្ធសាស្ត្រកងជីវពលតំបន់ប្រផេះដែលគំរាមកំហែងរារាំងកងកម្លាំងកងទ័ពជើងទឹកអាមេរិកនិងសម្ព័ន្ធមិត្តក្នុងករណីមានឧបទ្ទហេតុឬចំនួនជាមួយតៃវ៉ាន់នៅសមុទ្រចិនខាងត្បូងផ្ទុះឡើងទាំងកងទ័ពជើងទឹកចិននិងឆ្មាំឆ្នេរសមុទ្របានធ្វើប្រតិបត្តិការតំបន់ប្រផេះនៅជុំវិញកោះដែលមានចំនួននិងដែនទឹកដែលទាមទារដោយប្រទេសជប៉ុនតៃវ៉ាន់និងហ្វីលីពីនដោយកងជីវពលនេសាទបម្រើជាព្រំដែននៃគោលលទ្ធិសង្គ្រាមចម្រុះដែលត្រូវបានរចនាឡើងដើម្បីរំលោភលើទឹកដីប្រទេសជិតខាងខណៈពេលដែលគេចវេះពីការប្រឈមមុខដាក់គ្នាខាងយោធាដោយផ្ទាល់សសរស្តម្ភកណ្ដាលនៃយុទ្ធសាស្ត្រនេះគឺជាអ្វីដែលគេហៅថាត្រីកោណដែកនៅជុំវិញប្រទេសហ្វីលីពីនជាកន្លែងដែលនាវានេសាទនាវាឆ្មាំឆ្នេរសមុទ្រនិងកងកម្លាំងជើងទឹកធ្វើប្រតិបត្តិការរួមគ្នាដោយសារតែកម្រិតនៃការសម្របសម្រួលរវាងនាវាស៊ីវិលទាំងនេះនិង Plan រដ្ឋាភិបាលលោកខាងលិចមានមូលដ្ឋានរឹងមាំក្នុងការកំណត់កងជីវពលនេសាទជាផ្នែកបន្ថែមជាក់ស្ដែងនៃកងកម្លាំងជើងទឹកចិនជំនួសឲ្យការដាក់ពង្រាយនាវារបស់ Plan ដោយផ្ទាល់ដើម្បីបង្កើតជារនាំងនិងបិទផ្លូវคล้ายៗយុទ្ធសាស្ត្ររបស់ចិនពឹងផ្អែកលើនាវានេសាទស៊ីវិលជារបាំងសម្រាប់សកម្មភាពកងទ័ពជើងទឹកវិទ្យាស្ថានកងទ័ពជើងទឹកសហរដ្ឋអាមេរិកបានប៉ាន់ប្រមាណថាចិនមាននាវានេសាទចំនួន 20,000 គ្រឿងដែលរដ្ឋអាចប្រើប្រាស់ជាអាវុធយោងតាមរបាយការណ៍របស់សភាអាមេរិកក្នុងខែមករាឆ្នាំ 2026 ទីក្រុង Washington បានចងក្រងឯកសារផុសតាងដែលបង្ហាញថានាវានេសាទសមុទ្ររបស់ទីក្រុងប៉េកាំងត្រូវបានប្រើប្រាស់ដើម្បីពង្រីកឥទ្ធិពលរបស់ចិនគ្រប់គ្រងផ្លូវសមុទ្រផ្ដាច់មុខនិងជំរុញប្រទេសនានាក្នុងតំបន់ Indo-Pacific ឲ្យពឹងផ្អែកលើសេដ្ឋកិច្ចរបាយការណ៍នេះបានកត់សម្គាល់បន្ថែមទៀតថាបញ្ជាការយោធារបស់ប្រទេសចិនកងទ័ពរំដោះប្រជាជនចិន PLA និងគណៈបកកុម្មុយនីសកាន់អំណាចក្រោមការដឹកនាំរបស់លោកស៊ីជីនពីងរក្សាការត្រួតពិនិត្យពេញលេញលើនាវានេសាទទាំងនេះដោយដាក់ពង្រាយពួកគេជាបំណែកនៅលើក្តារអុកសមរភូមិនយោបាយរបស់ទីក្រុងប៉េកាំងកងនាវាស្រមោលត្រូវបានធ្វើឲ្យសកម្មនៅក្នុងដែនទឹកដែលមានចំនួនក្នុងអំឡុងពេលនៃភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើងដោយដែលបានឃើញនៅជិតប្រទេសជប៉ុននិងហ្វីលីពីនហើយត្រូវបានដកចេញមុនពេលការឆ្លើយតបការទូតរបស់សម្ព័ន្ធមិត្តអាចកើតឡើងដោយមានការដឹកជញ្ជូនទំនិញសកលជាង 5,000 ពាន់លានដុល្លារអាមេរិកឆ្លងកាត់តំបន់អាស៊ីប៉ាស៊ីហ្វិកជារៀងរាល់ឆ្នាំទីក្រុងប៉េកាំងស្វែងរកការត្រួតពិនិត្យទាំងស្រុងលើសកម្មភាពសមុទ្រទាំងអស់ដោយប្រើប្រាស់ Plan និង CCG ដើម្បីបិទបាំងសកម្មភាពរបស់ពួកគេនៅពីក្រោយនាវានេសាទការរំខានណាមួយចំពោះផ្លូវដឹកជញ្ជូនទាំងនេះអាចបង្កគ្រោះថ្នាក់ដល់សេដ្ឋកិច្ចពិភពលោកនិងសេដ្ឋកិច្ចក្នុងតំបន់សំខាន់ៗរួមទាំងប្រទេសជប៉ុនកូរ៉េខាងត្បូងតៃវ៉ាន់និងសហរដ្ឋអាមេរិកដោយដែលប្រទេសរុស្ស៊ីបានដាក់ពង្រាយ Lethal Grumman ដើម្បីរក្សាការរារាំងក្នុងអំឡុងពេលនៃការឈ្លានពានលើកដំបូងរបស់ខ្លួនលើអ៊ុយក្រែននិងការដណ្ដើមយកតំបន់គ្រីមៀប្រទេសចិនក៏អាចប្រើប្រាស់កងជីវពលនេសាទសមុទ្ររបស់ខ្លួនជា Lethal Grumman នៅក្នុងចំណុចក្តៅៗដូចជាកោះ Ryukyu របស់ប្រទេសជប៉ុននិងកោះតូចៗដែលទាមទារដោយហ្វីលីពីននៅថ្ងៃបុណ្យណូអែលថ្ងៃទី 25 ខែធ្នូឆ្នាំ 2025 នាវានេសាទចិនជាង 2,000 គ្រឿងត្រូវបានដាក់ពង្រាយទៅកាន់សមុទ្រចិនខាងកើតហើយបានប្រមូលផ្ដុំការបិទផ្លូវคล้ายៗក្នុងទម្រង់រាងជាអក្សរ L បញ្ច្រាស់ពីសប្តាហ៍ក្រោយមកនៅថ្ងៃទី 14 ខែមករាឆ្នាំ 2026 នាវានេសាទចំនួន 1,400 គ្រឿងបានធ្វើសមយុទ្ធស្រដៀងគ្នានេះនៅក្នុងដែនទឹកដូចគ្នានៅពេលដែលប្រទេសចិនបង្កើនយុទ្ធសាស្ត្រនាវានេសាទទាំងនេះការបង្ខិតបង្ខំសង្គ្រាមចម្រុះនិងការបិទផ្លូវคล้ายៗអេរយាប័តរបស់ទីក្រុងតូក្យូបានធ្វើឲ្យបរិបទកាន់តែច្បាស់នាយករដ្ឋមន្ត្រីជប៉ុនបានបញ្ចប់ភាពមិនច្បាស់លាស់ជាយុទ្ធសាស្ត្រលើកោះតៃវ៉ាន់ដោយបញ្ជាក់ដោយផ្ទាល់ថាជប៉ុននឹងការពារទីក្រុងតៃប៉េដោយយោធាប្រឆាំងនឹងទីក្រុងប៉េកាំងដែលបង្កឲ្យមានការបែកបាក់ផ្នែកការទូតដ៏សំខាន់មួយរួមជាមួយនឹងសម្ពាធសេដ្ឋកិច្ចទាំងការរឹតបន្តឹងលើទេសចរចិន
និងកម្លាំងពលកម្មបរទេសក្នុងប្រទេសជប៉ុនគណៈបកកុម្មុយនីសចិនកំពុងបន្តធ្វើសង្គ្រាមព័ត៌មាននិងសង្គ្រាមចម្រុះប្រឆាំងនឹងរដ្ឋបាលតាកាឈិជាមួយនឹងការបំផិតបំភ័យតាមរយៈការដាក់ពង្រាយនាវានេសាទកំពុងលេចចេញជាឧបករណ៍ចុងក្រោយបំផុតការប្រើប្រាស់នាវានេសាទស៊ីវិលរបស់ប្រទេសចិនមិនត្រឹមតែបម្រើជាការគំរាមកំហែងប៉ុណ្ណោះទេថែមទាំងជាខែលផ្លូវច្បាប់ផងដែរដែលធ្វើឲ្យការឆ្លើយតបរបស់អាមេរិកក្រោមច្បាប់អន្តរជាតិមានភាពស្មុគស្មាញក្រោមបទបញ្ញត្តិអន្តរជាតិសម្រាប់ការទប់ស្កាត់ការប៉ះទង្គិចគ្នានៅសមុទ្រហៅកាត់ថា Correct នាវាកងទ័ពជើងទឹកអាមេរិកនិងសម្ព័ន្ធមិត្តត្រូវបានហាមឃាត់មិនឲ្យជ្រៀតជ្រែកជាមួយទូកដែលចូលរួមយ៉ាងសកម្មក្នុងការនេសាទដែលផ្ដល់ឱកាសឲ្យទីក្រុងប៉េកាំងធ្វើសមយុទ្ធតាមអ្វីដែលអ្នកវិភាគហៅថា lawfare ប្រសិនបើប្រទេសជប៉ុនតៃវ៉ាន់ឬហ្វីលីពីនចូលរួមដោយផ្ទាល់ជាមួយនឹងកងជីវពលដែនសមុទ្ររបស់ផ្លែនប្រទេសចិននឹងអំពាវនាវឲ្យមាន Correct នៅក្នុងតុលាការអន្តរជាតិខណៈពេលដែលសងសឹកតាមរយៈទណ្ឌកម្មសេដ្ឋកិច្ចនិងពាណិជ្ជកម្មដោយមានអាសនៈអចិន្ត្រៃយ៍មួយនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី2របស់ពិភពលោកទីក្រុងប៉េកាំងមានជំហរល្អក្នុងការប្រើប្រាស់ជំហរអន្តរជាតិរបស់ខ្លួនដើម្បីទប់ទល់នឹងការថ្កោលទោសចំពោះប្រតិបត្តិការកងជីវពលដែនសមុទ្ររបស់ខ្លួនដោយសារយុទ្ធសាស្ត្រដែនសមុទ្ររបស់ចិនកាន់តែពិបាកក្នុងការប្រឈមមុខដោយផ្ទាល់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តក្នុងតំបន់មានជម្រើសជាច្រើនទី1គឺការពង្រឹងកិច្ចសហប្រតិបត្តិការទូតលើសិទ្ធិនេសាទនិងការអនុវត្តច្បាប់អន្តរជាតិក្នុងដែនទឹករួមទាំងក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រទី2ការបែងចែករំលែកទ្រព្យសម្បត្តិចារកម្មនិងការប្រើប្រាស់បណ្ដាញការទូតនៅពីក្រៅខ្នងនៅទូទាំងឥណ្ឌូប៉ាស៊ីហ្វិកនិងមានសារៈសំខាន់ខ្លាំងណាស់ក្នុងការទប់ទល់នឹងកងជីវពលដែនសមុទ្ររបស់ទីក្រុងប៉េកាំងដោយមិនចាំបាច់ប្រឈមមុខដាក់គ្នាដោយផ្ទាល់ការកំណត់អត្តសញ្ញាណមូលដ្ឋាននិងកំពង់ផែដែលកងជីវពលសមុទ្រ Plan ធ្វើប្រតិបត្តិការរួមគ្នាជាមួយមេបញ្ជាការរបស់ពួកគេអាចផ្ដល់ព័ត៌មានស៊ើបការសម្ងាត់ដែលអាចអនុវត្តបានសម្រាប់ដៃគូក្នុងតំបន់ដែលអាចឲ្យមានទណ្ឌកម្មគោលដៅនិងការរឹតបន្តឹងលើចលនារបស់មេបញ្ជាការកងជីវពលទី3ការពង្រឹងឆ្មាំឆ្នេរសមុទ្រនៃប្រទេសដៃគូនិងគាំទ្រដល់ការអនុវត្តច្បាប់និងការទប់ស្កាត់ខណៈពេលដែលប្រទេសចិនព្យាយាមកេងចំណេញពីចន្លោះប្រហោងសន្តិសុខដើម្បីដាក់ពង្រាយកងជីវពលនេសាទសមុទ្ររបស់ខ្លួនការល្បាតរួមគ្នាផ្ដល់នូវមធ្យោបាយមួយផ្សេងទៀតដោយដែលបានឃើញនៅក្នុងប្រទេសជប៉ុនបារាំងនិងចក្រភពអង់គ្លេសដោយបង្កើនការដាក់ពង្រាយកងទ័ពជើងទឹកនៅជុំវិញចំណុចក្តៅគគុកនៅឥណ្ឌូប៉ាស៊ីហ្វិកជាចុងក្រោយប្រព័ន្ធព្រមានការទូតដែលបានពង្រីកបន្តិចម្ដងអាចត្រូវបានបង្កើតឡើងនៅក្នុងសេណារីយ៉ូសម័យសង្គ្រាមឧបតហេតុបន្ទាន់របស់តៃវ៉ាន់ឬការប៉ះទង្គិចគ្នាដោយអាវុធនៅសមុទ្រចិនខាងត្បូងទីក្រុងប៉េកាំងត្រូវតែជូនដំណឹងថានាវានេសាទដែលដើរតួជាផ្នែកបន្ថែមនៃផែនការនឹងត្រូវបានចាត់ទុកជានាវាចម្បាំងបន្ទាប់ពីការព្រមានម្ដងហើយម្ដងទៀតឲ្យបំបែកកងនាវាតាមរយៈការចេញព្រមានម្ដងហើយម្ដងទៀតនិងផ្ដល់ពេលវេលាឲ្យកងជីវពលដកថយគណៈបកកុម្មុយនីសចិនមិនអាចលាក់ខ្លួននៅពីក្រោយនាវាចម្បាំង Correct និងប្រឈមមុខនឹងការប្រឈមមុខដាក់គ្នាបានទេប្រសិនបើនាវាទាំងនោះនៅតែបន្តធ្វើសមយុទ្ធរារាំងទោះបីជាប្រទេសចិនបានបន្តយុទ្ធសាស្ត្រដែលបានគណនានិងស្មុគស្មាញដោយលាក់បាំងកងជីវពលសមុទ្ររបស់ខ្លួននៅក្នុងកងនាវានេសាទស៊ីវិលក៏ដោយយុទ្ធសាស្ត្រសមុទ្ររបស់ទីក្រុងប៉េកាំងបាននាំមកនូវការបរាជ័យផ្ទាល់ខ្លួនដោយបានបង្ហាញពីឆន្ទៈក្នុងការមិនអើពើនឹងច្បាប់អន្តរជាតិខណៈពេលដែលកំពុងប្រើប្រាស់វាដោយជ្រើសរើសជាអាវុធសត្រូវរបស់ចិននៅតែរក្សាវិធានការជាច្រើនដែលផ្ដល់ឲ្យផែនការនេះនៅផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងឬប្រថុយប្រឋាននឹងការប្រឈមមុខដាក់គ្នាដោយផ្ទាល់ក្នុងករណីមានឧបទ្ទវហេតុណាមួយជាមួយតៃវ៉ាន់ឬចំណុចក្តៅស្រដៀងគ្នានេះកើតឡើង